ទីតាំងមួយទៀតដែលជាចំណុចមុំ3ដូចគ្នាណាពុកម៉ែបងប្អូនប៉ុន្តែមិនមែនមុំ3ជាមួយកម្ពុជាឡាវហើយវៀតណាមទេគឺខាងនេះគឺមុំ3ជាមួយនឹងប្រទេសចៅសៀមតែម្ដងពុកម៉ែបងប្អូននៅខាងនេះគឺជាប្រទេសយើងអីប្រទេសកម្ពុជានៅចំណុចខាងនេះណាហើយខាងនេះគឺជាប្រទេសចៅសៀមហើយខាងនេះគឺជាប្រទេសឡាវអញ្ចឹងពុកម៉ែបងប្អូនសាយើងទៅមើលចលែងចំណុចមុំ3តិចមើលកន្លែងខណ្ឌចែកនៃប្រទេសទាំង3ណាបើសិនជាកាលពីមុនបើយើងនិយាយពីទឹកដីរួមមួយយើងថាធៀបដូចជាប្រទេសចិនប្រទេសចិនគេបែងចែកជា3មានលីវប៉ៃមានសុនឈៀនហើយមានឆៅឆាវបាទហើយនៅកន្លែងនេះគឺជាចំណុចបែងចែករវាងប្រទេសកម្ពុជាប្រទេសឡាវហើយនិងប្រទេសសៀមនេះពុកម៉ែបងប្អូននៅចំណុចនេះណាមានភ្នំមានអីដូចជាមួយនឹងក្បែរប្រទេសវៀតណាមដែរកន្លែងនេះខ្ញុំអត់ដឹងថាការពីសង្គ្រាមប្រហែលថ្ងៃហ្នឹងមានប៉ះទង្គិចខ្លាំងឬក៏អត់និយាយទេរឿងសង្គ្រាមប៉ុន្តែយើងគ្រាន់តែជាមកមើលពីទស្សនវិជ្ជាដែលយើង view ពីលើអាកាសកន្លែងនេះគឺជាសាលាបឋមសិក្សាដៃជួរមរកតតាពុកម៉ែបងប្អូនយើងចោះទៅមើលខាងក្រោមនេះទៅតើទីតាំងសាលាហ្នឹងមានរូបភាពបែបម៉េចហើយស្ថានភាពនៅកន្លែងហ្នឹងគឺមិនដែរតាយើងចោះទៅឲ្យស្ទុយតែម្ដងពុកម៉ែបងប្អូននេះទីតាំងនៅក្នុងព្រៃមើលទៅនៅក្នុងព្រៃពុកម៉ែបងប្អូននៅក្នុងព្រៃនេះមានផ្ទះប្រជាជននៅក្បែរហ្នឹងកន្លែងនេះគឺមណ្ឌលសុខភាពបាទមណ្ឌលសុខភាពអីគេយើងទៅគេតិចដើម្បីមើលឃើញមណ្ឌលសុខភាពដៃជួរមរកតពុកម៉ែបងប្អូនកន្លែងនេះណាគេដាក់ផ្លាកអត់ទាន់មានការអភិវឌ្ឍអីខ្លាំងធំដុំប្រហែលទេលបងមានតែត្រឹមជាខ្លោងទ្វារហើយនឹងមានអាគារមួយណាហើយនៅកន្លែងណាមិញយើងមើលពីលើទៅយើងឃើញសាលាបឋមសិក្សាណាខ្ញុំសុំ back ទៅវិញមកបន្តិចដើម្បីយើង view មើលពីលើអាកាសទៅវាស្រួលមើលនេះពុកម៉ែបងប្អូនកន្លែងនេះអញ្ចឹងយើងចោះនៅត្រង់ចំណុចនេះយើងនឹងមើលឃើញហើយសាលានឹងថារូបរាងបែបម៉េចបែបមុខទៅណាអូខេកន្លែងនេះគឺកន្លែងមណ្ឌលសុខភាពមិញទេពុកម៉ែបងប្អូនមិញមណ្ឌលសុខភាពណានេះសាលាពុកម៉ែបងប្អូននេះសាលាហ្នឹងក៏អត់ទាន់មានឃើញលបងអីច្រើនព័ទ្ធជុំវិញដែរមានតែជាសាលាមួយនៅក្នុងសាលាហ្នឹងគឺអាចរៀនបានហើយសាលាបឋមសិក្សាអញ្ចឹងសិស្សពីថ្នាក់ទី1ដល់ទី6ជុំវិញហ្នឹងមានសិស្សដើមចេកអញ្ចឹងកន្លែងនេះដើមចេកច្រើនណាស់ហើយកន្លែងនេះគឺភ្នំណាកន្លែងនេះប្រហែលជាអាចដើមខ្នុរដើមអីចឹងទៅហើយកន្លែងនេះគឺមានផ្លូវបេតុងផ្លូវនេះផ្លូវដីឯងពុកម៉ែបងប្អូនផ្លូវដីចាក់បេតុងអីតានេះពុកម៉ែបងប្អូននេះយើងមើលចេះយើងឃើញថាជាបេតុងហើយគ្រាន់តែថាកន្លែងនេះវាមានស្មៅមានអីហើយទំហំខ្ទង់តែ4ទៅ5ម៉ែត្រទេបើតាមមើលទៅណាពីព្រោះផ្លូវឡានបើកបានតែមួយទេអត់អាចទេបើពុះកដាលវាអាចខ្ទង់7ទៅ8ម៉ែត្រទេនេះគួរណាខ្ញុំអត់ដឹងថាផ្លូវហ្នឹងប្រវែងប្រហែលម៉ែត្រទេបើតាមមើលស្មានមិញថាខ្ទង់5ម៉ែត្រប៉ុន្តែអាចនឹងវែងជាងហ្នឹងឬក៏ខ្លីជាងហ្នឹងបងប្អូនណាដឹងជួយប្រាប់ផងកន្លែងនេះច្រកចូលហើយបើយើងមើលមកមុខទៀតមកនេះផ្ទះប្រជាជននៅកន្លែងហ្នឹងច្រើនគួរសមដែរអាចនឹងផ្ទះសិស្សានុសិស្សក្មេងៗទូចណាត្រយងចេកមួយទៀតនេះចេកនេះចេកណាំវ៉ាឬក៏ចេកដំបងណាហើយនេះមានកន្លែងគេលក់អីវ៉ាន់ចាប់ហួយនេះផ្ទះប្រជាជនដែលលក់អីវ៉ាន់ចាប់ហួយនៅកន្លែងនេះកន្លែងនេះមានផ្ទះមានរឹងអូនេះគឺជាទស្សនវិជ្ជាផ្ទះរបស់ប្រជាជនដែលនៅខាងខេត្តរតនគិរីពុកម៉ែបងប្អូននេះខេត្តអីគេខេត្តហ្នឹងពុកម៉ែបងប្អូនព្រះវិហារអូសុំទោសពុកម៉ែបងប្អូនខាងព្រះវិហារមិនមែនរតនគិរីទេនេះផ្ទះគាត់ហ្នឹងណាហើយនៅខាងនេះសុទ្ធតែដើមឈើនេះកន្លែងនេះមានផ្ទះមួយដែរនេះមើលទៅអត់ដឹងថាឃើញផ្ទះប្រជាជនណាទេប៉ុន្តែបើស្គាល់ឬក៏បងឃើញវីដេអូហ្នឹងដែលចំឃើញមើលទៅ view ចំផ្ទះបងអីណាជួយប្រាប់1ម៉ាត់2ម៉ាត់ផងនេះផ្ទះពួកគាត់ទៀតហើយនេះគាត់កំពុងអង្គុយលេងមិនស្រួលអត់ដឹងថា Google កំពុងចោះថតនៅទីតាំងហ្នឹងផងនេះប្រហែលជាអត់ដឹងទេនេះយើងមកមុខទៀតមកនេះផ្ទះមួយទៀតបងប្អូនផ្ទះនេះអត់មានមនុស្សនៅទេឃើញស្ងាត់ជ្រាបតូចដែរកន្លែងនេះគឺកន្លែងផ្លូវចូលមកឲ្យទឹកដីខាងខេត្តព្រះវិហារបងប្អូននេះផ្លូវឡើងភ្នំកលឹងភ្នំតែម្ដងបាទនេះផ្ទះសុទ្ធតែដើមស្វាយអ្នកនៅតំបន់ភ្នំចេះសម្បូរផ្លែឈើអូខេអញ្ចឹងview ទស្សនីយភាពមុំ3នៃប្រទេសកម្ពុជាប្រទេសឡាវហើយនិងប្រទេសចៅសៀមគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន